សូមជម្រាបសួរកូនបងទាំងអស់គ្នាតាមបណ្ដាញ Facebook និង YouTube សូមប្រំប្រទានពរអាមែនអាមែនអាមែនថ្ងៃប្រហ័សទី12ខែ6ឆ្នាំ2000អាមែនវេលាម៉ោង9នាទីវេលាយប់សូមប្រំប្រទានពរអរគុណព្រះអង្គដោយបានសន្យាពីម្សិលមិញណាប៉ានឹងចែករំលែកហេតុអ្វីហោរាប្រើនាមយេស៊ូវហេតុអីមិនព្រមប្រើនាមព្រះយេស៊ូវតើយេស៊ូវចេញពីណាមកហេតុអីអត់មាននៅក្នុងព្រះគម្ពីរហេតុអីហោរានិយាយរឿងរ៉ាវមួយចំនួនដែលអត់មាននៅក្នុងព្រះគម្ពីរអញ្ចឹងមានកូនព្រះអង្គខ្លះគាត់យល់ប៉ុន្តែកូនព្រះអង្គមួយចំនួនធំគាត់អត់យល់ទេពីព្រោះគាត់អត់ដែលឮហើយនៅពេលដែលគាត់អត់ដែលឮគាត់អត់បានស្រាវជ្រាវទៀតហើយគាត់ចេះតែចោទប្រកាន់គេខុសឆ្គងដូចមេរៀនម្សិលមិញនិយាយអំពីពួកជំនុំហើយនឹងក្រុមជំនុំគាត់អត់ដែលដឹងគាត់អត់ដែលឮអាមែនហើយម្សិលមិញនេះប៉ាបានចែករំលែកច្បាស់លាស់ណាគាត់នឹងលើកឧទាហរណ៍មួយចំនួនដើម្បីឲ្យកូនព្រះអង្គបានទទួលតើពួកជំនុំជាប្រភេទពួកអ្នកណាហើយក្រុមជំនុំតើជាប្រភេទពួកមនុស្សបែបណាអរគុណព្រះអង្គចឹងថ្ងៃនេះយើងរៀនអំពីយេស៊ូវហ្នឹងហើយយេស៊ូវនឹងជាភាសាហេប្រឺគឺមានន័យថាសង្គ្រោះអាម៉ាស៊ីណាគឺប្រេងតាំងអូខេអញ្ចឹងយើងទៅមើលនៅក្នុងព្រះគម្ពីរនិខេម៉ានាំងជំពូក3ខ13យេស៊ូវយើងនឹងមើលព្រះគម្ពីរនិខេម៉ានាំងជំពូក3ខ13សូមរំទានពរនិខេម៉ានាំងជំពូក3ខ13ម៉ូសេក៏ទូលព្រះថាមើលកាលណាទូបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថាព្រះនៃអាយកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំមកឲ្យអ្នករាល់គ្នាហើយគេសួរទូបង្គំថាតើព្រះទ្រង់ព្រះនាមជាអ្វីនោះតើត្រូវឲ្យទូបង្គំប្រាប់គេថាដូចម្ដេចអញ្ចឹងព្រះអង្គបានលេចមកតាមរយៈទេវតានៃព្រះនឹងដូចជាភ្លើងនៅគុំបន្លាហើយព្រះអង្គបានត្រាស់ហៅលោកម៉ូសេឲ្យទៅរំដោះជនជាតិអ៊ីស្រាអែលនោះចេញពីអេស៊ីបហើយលោកម៉ូសេក៏សួរថាតើខ្ញុំត្រូវប្រាប់ជនជាតិអ៊ីស្រាអែលយ៉ាងម៉េចបើសិនជាគេសួរថាព្រះណាដែលហៅព្រះណាដែលក៏ហៅព្រះណាដែលហៅអ្នកលោកម៉ូសេហ្នឹងឲ្យធ្វើជាមេដឹកនាំរំដោះជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបអញ្ចឹងនៅក្នុងព្រះគម្ពីរនិខេម៉ានាំងជំពូក3ខ13នេះគឺសួរអំពីរឿងហ្នឹងអញ្ចឹងលោកម៉ូសេសួរទៅព្រះថាតើខ្ញុំត្រូវប្រាប់ជនជាតិអ៊ីស្រាអែលហ្នឹងថាព្រះអង្គហ្នឹងព្រះនាមអ្វីខ14ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេថាអញជាព្រះដ៏ជាព្រះនេះជាអ្វីដែលភាសាខ្មែរយើងបកប្រែអញ្ចឹងត្រូវទៅប្រាប់ជនជាតិអ៊ីស្រាអែលទៅថាអញជាព្រះដ៏ជាព្រះឃើញទេមិនមែននាមព្រះអង្គទេណាអង់គ្លេសគេហៅថា I am ហ្នឹងហើយរួចទ្រង់មានព្រះបន្ទូលទៀតថាឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូចនេះថាព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នាអញ្ចឹងលោកម៉ូសេទៅប្រាប់ជនជាតិអ៊ីស្រាអែលថាព្រះដ៏ជាព្រះបានចាត់ឲ្យខ្ញុំមករំដោះអ្នករាល់គ្នាហើយយើងដឹងហើយថាមិនមែនជានាមទេព្រះដ៏ជាព្រះហ្នឹងជាគុណនាមខ15ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថាចូលនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូចនេះថាព្រះយេហូវ៉ាជាព្រះនៃពួកអាយកោអ្នករាល់គ្នាគឺជាព្រះនៃអាប់រ៉ាហាំជាព្រះនៃអ៊ីសាក់ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកអ្នក
រាល់គ្នាអញ្ចឹងនៅតែអត់ស្គាល់នាមព្រះអង្គដដែលណាត្រូវប្រាប់គេថាព្រះអាប់រ៉ាហាំព្រះអ៊ីសាកព្រះយ៉ាកុបអញ្ចឹងនាមព្រះអង្គនៅតែកំបាំងនៅតែអត់ដឹងនៅតែអត់បានបើកសម្ដែងអាមែននោះជាឈ្មោះអញនៅអស់កលជានិច្ចហើយក៏សម្រាប់ជាសេចក្តីរំលឹកពីអញដល់គ្រប់ទាំងដំណររៀងរៀបតទៅអញ្ចឹងព្រះដ៏ជាព្រះមិនមែនជានាមទេព្រះនៃអាប់រ៉ាហាំព្រះអ៊ីសាកព្រះយ៉ាកុបក៏មិនមែនជានាមដែរគ្រាន់តែជាគុណនាមអញ្ចឹងឲ្យលោកម៉ូសេនឹងទៅប្រាប់ដល់ជនជាតិអ៊ីស្រាអែលទៅថាអញជាព្រះដ៏ជាព្រះនៃអាប់រ៉ាហាំជាព្រះនៃអ៊ីសាកជាព្រះនៃយ៉ាកុបបានរំដោះបានចាត់ឲ្យមករំដោះអ៊ីស្រាអែលចេញពីអេស៊ីបនាមព្រះអង្គជាអ្វីឈ្មោះព្រះអង្គនាមព្រះអង្គអត់មានទទួលការបើកសម្ដែងទេភាសាហេប្រឺគឺសរសេរយតហេវ៉ាហេយតហ្នឹងដូចជាក្បៀសចឹងយតហេហ្នឹងដូចជាជើងកចឹងណាប៉ុន្តែអាខាងមួយផ្នែកនោះគឺមានចន្លោះយតហេវ៉ាហ្នឹងដូចជាឈើច្រត់ចឹងយតហេវ៉ាហេហ្នឹងដូចជាជើងកចឹងណាអក្សរជើងកអញ្ចឹងពីដើមឡើយព្រះអង្គមិនអនុញ្ញាតឲ្យយើងប្រើនាមព្រះអង្គទេអញ្ចឹងអត់មានអ្នកណាស្គាល់នាមព្រះអង្គដែរពីដើមឡើយគេសរសេរអក្សរហេប្រឺដោយគ្មានស្រៈមកជាមួយទេអញ្ចឹងភាគច្រើនគេសរសេរពេញតួណាសូមប្រងប្រទានដល់ពួកជំនុំនៃព្រះសូកេអាមែនហើយនេះគឺពួកជំនុំអំទានពោណាគ្រួសារពន្លឺហើយជីវិតថ្មីគឺពួកជំនុំត្រឹមត្រូវអញ្ចឹងវិលមករកអក្សរយតហេវ៉ាហេយតហេវ៉ាហេនេះគឺជាអក្សរពេញតួពីដើមឡើយនៅពេលដែលគេសរសេរគឺគេមិនដែលមកសរសេរស្រៈមកជាមួយទេអញ្ចឹងហើយណាមួយទៀតពីដើមព្រះអង្គមិនអនុញ្ញាតឲ្យប្រើនាមទេមិនឲ្យប្រើនាមព្រះអង្គទេគឺប្រើគុណនាមដូចជាព្រះអាប់រ៉ាហាំព្រះអ៊ីសាកព្រះយ៉ាកុបព្រះដែលបង្កើតផ្ទៃមេឃលើផែនដីឬក៏ព្រះលើអស់ទាំងព្រះសិតតែជាគុណនាមយើងមិនអាចប្រើចំទេក្រែងលោស្លាប់អញ្ចឹងអត់មានអ្នកណាហៅនាមព្រះអង្គបានទេពីព្រោះផែនការព្រះអង្គមិនទាន់បានសម្រេចនៅលើផែនដីនេះនៅពេលអង្គព្រះយេស៊ូវយេស៊ូវបានយាងមកសគត់នៅលើឈើឆ្កាងហើយ3ថ្ងៃក្រោយព្រះអង្គមានបញ្ជូនរស់ឡើងវិញអញ្ចឹងព្រះវរបិតាបានលើកនាមយេស៊ូវណាខ្មែរយើងបកប្រើថាព្រះយេស៊ូវឲ្យនាមលើអស់ទាំងនាមហើយព្រះយេស៊ូវមានព្រះបន្ទូលថាម៉េចនៅពេលដែលយើងសុំអ្វីនៅក្នុងនាមព្រះអង្គអញ្ចឹងយើងអាចប្រើនាមព្រះអង្គបានសុំអ្វីនៅក្នុងនាមព្រះអង្គបានឬក៏ទីសម្គាល់ទាំងអស់នេះនឹងតាមអស់អ្នកណាដែលជឿគេនឹងដេញអារៈដោយនៅឈ្មោះខ្ញុំយេស៊ូវព្រះយេស៊ូវឃើញទេអញ្ចឹងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីយើងអាចប្រើប្រាស់នាមព្រះអង្គបានព្រះគម្ពីរសញ្ញាចាស់មិនអាចប្រើប្រាស់បានទេក្រែងលោវាស្លាប់អញ្ចឹងនាមព្រះអង្គត្រូវលាក់ទុកហើយលាក់ទុកអត់ទាន់បានទទួលការបើកសម្ដែងឲ្យស្គាល់នាមព្រះអង្គទេអរគុណព្រះអង្គប៉ាសូមនិយាយរឿងមួយទៀតហើយកូនព្រះអង្គសូមបើកចិត្តភាសាអង់គ្លេស Jesus ភាសាបារាំង Jésus ភាសាខ្មែរយើងព្រះយេស៊ូវអក្សរពីដើមអក្សរ I ហើយនិងអក្សរ J អូខេ E ឬក៏ G ហ្នឹង
ភាសាបារាំង យើងនិយាយអង់គ្លេសចុះ I ហើយនឹង J គឺមានសំឡេងដូចគ្នាអូខេ ក៏ប៉ុន្តែហេតុអីបាននិយាយរឿងហ្នឹងដោយសារនៅក្នុងឆ្នាំ1524មានម្នាក់ឈ្មោះ Gian Giorgio Trissimo ជនជាតិអ៊ីតាលីគាត់ជាអ្នកនៅក្រុមហ៊ុន Renaissance ជាជនជាតិអ៊ីតាលីហើយគាត់ជាអ្នកបិតានៃអក្សរ J អូខេអញ្ចឹងគាត់អ្នកបែងចែកសំឡេងអក្សរ I ហើយនឹង J អញ្ចឹង នាម Jesus គឺចាប់ផ្ដើមកើតឡើងនៅក្នុងឆ្នាំ1524ពីព្រោះអក្សរ J គេទៅបង្កើត អ្នកណាដែលបង្កើតគឺឈ្មោះ Gian Giorgio Trissimo ជនជាតិអ៊ីតាលីអញ្ចឹងនាមព្រះអង្គពីដើមមិនមែន Jesus មិនមែន Jesus ក៏មិនមែន Jesus ក៏មិនមែនយេស៊ូនាមព្រះអង្គពីដើមគឺ Yeshua ហើយយើងមើលក្នុងព្រះគម្ពីរសញ្ញាចាស់លោកម៉ូសេហោរាផ្សេងមិនបានថ្លែងទំនាយតាក់ទងនឹងនាមដែលយើងរាល់ថ្ងៃនេះប្រើថាព្រះយេស៊ូវទេភាគច្រើនគេប្រើថា Emmanuel ឃើញទេអញ្ចឹងគេប្រើថាព្រះរាជបុត្រាអីចឹងទៅប៉ុន្តែអត់មានទទួលការបើកសម្ដែងផ្ទាល់ស្ដីអំពីព្រះគ្រីស្ទឬក៏ព្រះយេស៊ូវសូមបើកចិត្តបន្តិចក្នុងការស្ដាប់សាច់រឿងនេះវាពិបាកយល់បន្តិចប៉ុន្តែហោរាមានអំណោយទានដើម្បីបញ្យល់ខ្លួនឯងបានពាក្យថាព្រះយេស៊ូវគ្រីស្ទពាក្យថាព្រះយេស៊ូវគ្រីស្ទគឺកើតឡើងប្រហែលជាខ្ទង់ 500-600 ឆ្នាំមុននេះទេនៅក្នុងឆ្នាំ1524អក្សរ G ណា J ហ្នឹង Jesus ហ្នឹងគឺបានបង្កើតឡើងអញ្ចឹងគេដូរពី Yeshua ទៅ Jesus ព្រះយេស៊ូវអញ្ចឹងព្រះគម្ពីរ King James Bible នៅក្នុងឆ្នាំ1611គេប្រើសំទោសគេប្រើនាមថា Jesus អញ្ចឹងគេអត់ប្រើ Jesus គេប្រើ Jesus ដោយសារប្រពៃណីទំនៀមទម្លាប់ភាសាក្រិកវាទំនើបវាគេគាំទ្រច្រើនអញ្ចឹងបានគេចាប់ផ្ដើមស្គាល់ព្រះ Yeshua ថាជា Jesus ឬក៏ព្រះយេស៊ូវអញ្ចឹងនាម Jesus ឬក៏ Jesus ឬក៏យេស៊ូវគឺបានបង្កើតក្នុងឆ្នាំ1611យើងដឹងហើយអក្សរ J ហ្នឹងកើតក្នុងឆ្នាំ1524ប៉ុន្តែនៅក្នុងព្រះគម្ពីរ King James Bible ជាព្រះគម្ពីរមុនដំបូងរបស់ King James ស្ដេច James បានប្រើពាក្យថា Jesus ឬក៏ព្រះយេស៊ូវហ្នឹងឯងដែលយើងប្រើរហូតដល់រាល់ថ្ងៃនេះតាំងពី1611អញ្ចឹងព្រះគម្ពីរ King James បានបង្កើតឡើងក្នុងឆ្នាំ1611ហើយគេទទួលស្គាល់ថាព្រះយេស៊ូវអញ្ចឹងនាម Jesus ឬក៏ Jesus ភាសាបារាំងគឺបានបង្កើតខ្ទង់ 500-600 ឆ្នាំមុននេះទេហើយព្រះអង្គចាប់កំណើតតាំងពី 2000 ឆ្នាំមុនចឹងមិនប៉ានិយាយថាបើសិនជាខ្លួនឯងទៅរកណាឧទាហរណ៍តាហោនឹង
ទៅបេក្លេហឹមទៅរក Jesus ទៅរកអត់ឃើញទេពីព្រោះនាមព្រះអង្គគឺ Yeshua មិនមែន Yesu មិនមែន Jesus មិនមែន Jesus អញ្ចឹងនាមដែលយើងប្រើរាល់ថ្ងៃនេះណាប៉ាជឿថាប្រហែលជាសាលាកពីមិនបានបង្រៀនទេនាមដែលយើងប្រើរាល់ថ្ងៃនេះជានាមដែលគេបង្កើតមិនមែននាមព្រះអង្គទេឧទាហរណ៍ថាកូនព្រះអង្គឈ្មោះតារាអញ្ចឹងបើយើងទៅឯបារាំងក៏គេហៅថាតារាទៅប្រទេសអាមេរិកក៏គេហៅថា Dara អីចឹងទៅតារាស្តៀងគ្នាទៅចិនក៏ហៅថាតារានៅតែតារាមិនប្រែប្រួលទេចុះហេតុអ្វីនាម Yeshua បែរទៅជា Yesu Jesus Jesus គឺប្រពៃណីទំនៀមទម្លាប់ទីក្រុងរ៉ូមអញ្ចឹងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីសរសេរដោយភាសាក្រិកអញ្ចឹងភាសាបារេកគឺគេហៅថាដោយព្រះគ្រីស្ទគេហៅថា Christos អញ្ចឹងបើយើងមានពាក្យថា Christ ព្រះគ្រីស្ទមានន័យថាអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងពីដើមឡើយគឺអាម៉ាស៊ីយ៉ាឃើញវាខុសគ្នាសំឡេងក៏ខុសគ្នាវាខុសគ្នាទាំងអស់ដោយសារភាសាក្រិកវាទំនើបវាស្រួលយល់ហើយណាមួយព្រះគម្ពីរសញ្ញាថ្មីសរសេរនៅក្នុងអក្សរសាស្ត្រហ្នឹងអញ្ចឹងវាល្បីគេស្វាគមន៍នាមព្រះយេស៊ូវគ្រីស្ទឬក៏ Jesus Christ អញ្ចឹងពីដើមអត់ទេគឺ Yeshua HaMashiach អញ្ចឹងពាក្យថា Jesus Christ ឬក៏ព្រះយេស៊ូវគ្រីស្ទទឹមតែកើតក្នុងអំឡុងឆ្នាំ600ឆ្នាំមុនអញ្ចឹងនាមព្រះអង្គគឺ Yeshua មិនមែន Jesus ឬក៏ Jésus ឬក៏ Jesus ដោយហេតុថាភាសាក្រិកមិនអាចបកប្រែឲ្យចំបានអញ្ចឹងគេយកនាមដែលស្រដៀងអញ្ចឹងគេប្រើពាក្យ Jesus Jesus ហ្នឹងគឺអក្សរ I ក្នុងឆ្នាំ1524ដោយសារមនុស្សម្នាក់ឈ្មោះ Gian Giorgio Trissimo គាត់បានបែកសំឡេង I ទៅ G អញ្ចឹងបើគេឈប់ប្រើ Jesus ប្រើទៅ Jesus អញ្ចឹងព្រះគម្ពីរ Greek បកប្រែ Greek ព្រះគម្ពីរសរសេរក្នុងភាសា Latin គឺវាទំនើបគឺវាល្បីគឺគេប្រើប្រាស់ស្រួលងាយជាងហេតុដូច្នេះហើយបានរាល់ថ្ងៃនេះយើងនិយាយថាព្រះយេស៊ូវគ្រីស្ទអញ្ចឹងគេបំបត្តិ Yeshua HaMashiach ហេតុអីព្រះយេស៊ូវគ្រីស្ទដោយសារពាក្យថាគ្រីស្ទនឹងមកពីពាក្យ Christos ឬក៏ Christus មកពីពាក្យ Greek មានន័យថាអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងអញ្ចឹងវាឆ្ងាយអំពី Hamashiach អញ្ចឹងភាសាដើមគឺ Yeshua HaMashiach ដល់ភាសាទំនើបភាសា Greek គេហៅព្រះយេស៊ូវគ្រីស្ទអញ្ចឹងនាមដែលគេបង្កើត500-600ឆ្នាំមុននេះមិនមែនជានាមព្រះអង្គទេណាប៉ាសូមអធិស្ឋានកូនព្រះអង្គដែលគាត់មានជំនឿថ្មីណាគាត់អត់អាចយល់សាច់រឿងនឹងទេមេរៀននេះគឺតកតងជាមួយកូនព្រះអង្គដែលគាត់ស៊ីជម្រៅព្រះបន្ទូលបន្តិចយើងមើលតើលោកម៉ូសេដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទយេរេមៀដាញ៉ែល
អត់ទេអញ្ចឹងព្រះគម្ពីរសញ្ញាចាស់សរសេរជាភាសាហេប្រឺភាសាអារ៉ាមៀអារ៉ាប់ឃើញទេហើយព្រះគម្ពីរសញ្ញាថ្មីសរសេរដោយភាសាក្រិកភាសាឡាតេងអញ្ចឹងបានជាពីរនឹងអក្សរសាស្ត្រនឹងវាទំនាក់ទំនងគ្នាវាពិបាកហើយនាមព្រះយេស៊ូវនេះគឺកើតឡើងក្នុងឆ្នាំ1524ក្រោយមកទៀតព្រះគម្ពីរ King James ក៏សរសេរក្នុងឆ្នាំ1611ហើយតាំងពីនឹងមកគេប្រើនាម Jesus Christ ព្រះយេស៊ូវគ្រីស្ទបើតាមពិតទៅត្រូវតែប្រើ Yeshua HaMashiach ចឹងនៅពេលដែលប៉ាទទួលការបើកសម្ដែងពីព្រះប៉ាបង្រៀនកូនប៉ាឲ្យចេះប្រើ Yeshua ពីព្រោះនាម Yeshua គឺមានន័យថាសង្គ្រោះអត្តន័យយមន័យគឺសង្គ្រោះអាម៉ាសៀមានន័យថាអ្នកដែលព្រះបានចាក់ប្រេងតាំងព្រះមេស៊ីប៉ុន្តែបើយើងយកនាមព្រះយេស៊ូវមកវែកញែកវាអត់បានចេញសង្គ្រោះទេហើយពាក្យថា Christ មកពីពាក្យថា Christos អ្នកដែលព្រះបានចាក់ប្រេងតាំងអញ្ចឹងពីដើមឡើយគឺអាម៉ាសៀអញ្ចឹងថ្ងៃនេះប៉ាបញ្យល់ថាហេតុអីហោរាប្រើ Yeshua HaMashiach ជានាមដើមជាអក្សរសាស្ត្រដើមហើយកូនព្រះអង្គច្បាស់ជាឆ្ងល់ថាហេតុអីហោរាគាត់ប្រើពាក្យហ្នឹងហេតុអីលោកគ្រូហ្នឹងគាត់ប្រើពាក្យហ្នឹងអត់មានសរសេរនៅក្នុងព្រះគម្ពីរហើយប៉ាសូមប្រាប់ថានៅក្នុងព្រះគម្ពីរដែលបងប្អូនអានមិនមែនឆ្លុះបញ្ចាំងសេចក្តីពិតទេគឺជាអក្សរសាស្ត្របកប្រែហើយនាមថា Jesus ឬក៏ Jesus ឬក៏ Jesus មិនមែននាមព្រះអង្គទេហើយអក្សរហ្នឹងទឹមតែគេបង្កើតក្នុងឆ្នាំ1524ទេអក្សរសាស្ត្រ J ហ្នឹងចឹងអក្សរ J គឺត្រូវបានបង្កើតក្នុងឆ្នាំ1524ហើយព្រះអង្គចាប់កំណើតតាំងពី2025 2030ពីនិយាយទៅ2000ឆ្នាំមុនអញ្ចឹងមិនអាចនិយាយថាព្រះយេស៊ូវជានាមរបស់ព្រះអង្គទេជានាមដែលគេបង្កើតក្រោយភាសាអង់គ្លេសហៅ Jesus ភាសាបារាំងហៅព្រះយេស៊ូវភាសាខ្មែរគេហៅថាព្រះយេស៊ូវភាសាក្រិកគេហៅថា Jesus ប៉ុន្តែនាមព្រះអង្គមិនមែនត្រូវបកប្រែកើតទេនាមព្រះអង្គគឺ Yeshua HaMashiach អញ្ចឹងបើសិនជាប៉ាប្រើថា Yeshua HaMashiach កូនព្រះអង្គមិនត្រូវបដិសេធសេចក្តីពិតនឹងទេហាក់បីដូចជាប៉ានេះបង្រៀនព្រះមួយទៀតអត់ទេគឺព្រះដដែលទេដែលកូនព្រះអង្គអត់ស្គាល់សេចក្តីពិតនឹងអត់ស្គាល់នាមព្រះអង្គពិតប្រាកដនឹងប៉ាចែករំលែកនាម Yeshua ឲ្យដឹងស្ថាននាមព្រះអង្គពីដើមគឺ Yeshua ហើយនៅតែ Yeshua រហូតដល់រាល់ថ្ងៃនេះក៏ប៉ុន្តែមនុស្សចង់បំបត្តិនាមព្រះអង្គដ៏ពិតប្រាកដហើយជាពិសេសទីក្រុងរ៉ូមនឹងឯងពួកកាតូលិកនឹងឯងពួកអ៊ីតាលីនឹងឯងមិនឲ្យយើងស្គាល់នាមព្រះអង្គពិតប្រាកដបកប្រែនាមព្រះអង្គ Yeshua ទៅជា Jesus HaMashiach ទៅជា Christos គេសំឡេងវាខុសគ្នាអត្តន័យក៏ខុសគ្នាចឹងមិនរាល់ថ្ងៃនេះគេប្រើនាមព្រះយេស៊ូវព្រះយេស៊ូវព្រះយេស៊ូវហើយប៉ាអត់ចំទាស់ទេប៉ុន្តែអ្វីដែលប៉ាចំទាស់គឺគេយល់ឃើញថាប៉ាប្រើនាម Yeshua ប្រើអត់ត្រឹមត្រូវណែទៅជាអញ្ចឹងវិញដល់យើងប្រើនាមពិតប្រាកដរបស់ព្រះមនុស្សមួយចំនួនគាត់ថាហេតុអីនិយាយពី Yeshua ហេតុអីមិនព្រមនិយាយពីព្រះយេស៊ូវអញ្ចឹង Yeshua គឺជានាមដែលត្រឹមត្រូវព្រះយេស៊ូវជានាមដែល
អត់ត្រឹមត្រូវទេហើយនៅពេលដែលប៉ានិយាយអញ្ចឹងគេថានឹងប៉ះខុសឆ្គងឬក៏បង្រៀនខុសឆ្គងអត់ទេសេចក្តីពិតគឺនាមព្រះអង្គគឺ Yeshua ហើយដែលយើងបកប្រែចេញព្រះយេស៊ូវចេញពី Jesus ឬក៏ Jesus ឬក៏ Jesus អានឹងជារឿងយើងតាមតំបន់តាមស្រុកប៉ុន្តែយើងមិនត្រូវបដិសេធនាម Yeshua ទេមិនត្រូវទេយើងត្រូវប្រើនាមព្រះយេស៊ូវអាមែនប្រើចុះប៉ុន្តែយើងត្រូវដឹងថានាមព្រះអង្គគឺ Yeshua អញ្ចឹងក្នុងការបកប្រែក្នុងការសរសេរតាមអក្សរសាស្ត្រនីមួយៗវាមានផលពិបាកក្នុងការសរសេរក្នុងការបកប្រែហ្នឹងអញ្ចឹងសំឡេងក៏វាអាចខុសគ្នាដែរប៉ុន្តែយើងមិនត្រូវបដិសេធសេចក្តីពិតទេណាយើងត្រូវតែទទួលស្គាល់ថាព្រះអង្គគឺ Yeshua យើងត្រូវតែទទួលស្គាល់ថាព្រះអង្គជាជនជាតិយូដាយើងត្រូវតែទទួលស្គាល់ថាព្រះអង្គជាសាសហេប្រឺព្រះអង្គនិយាយភាសាអារ៉ាមិកមេរៀននេះស៊ីជម្រៅបន្តិចសម្រាប់បងប្អូនដែលអ្នកជឿថ្មីសូមអធិស្ឋានប៉ុន្តែកូនព្រះអង្គចាស់ទុំខាងសេចក្តីជំនឿហើយអាចទទួលយកបានអញ្ចឹងនៅពេលដែលយើងរៀនយើងត្រូវតែស្គាល់ប្រវត្តិសាស្ត្រព្រះគម្ពីរបើមិនចឹងទេយើងចេះតែចោតប្រកាន់គេខុសគេឆ្គងអីចឹងទៅបើបងប្អូនចង់ប្រើនាមព្រះយេស៊ូវប្រើទៅបើបងប្អូនចង់ប្រើនាម Jesus ប្រើទៅប៉ុន្តែកុំបដិសេធ Yeshua ពីព្រោះ Yeshua នឹងឯងជានាមព្រះអង្គជាភាសាហេប្រឺមានន័យថាសង្គ្រោះរីឯព្រះយេស៊ូវអត់មានន័យថាសង្គ្រោះទេអត់មានយមន័យអត់មានន័យប៉ុន្តែយើងយល់ថាសង្គ្រោះពីព្រោះយើងបកប្រែចេញជាភាសាខ្មែរណាមេរៀនស៊ីជម្រៅបន្តិចណាអញ្ចឹងពេលណាកូនព្រះអង្គឮគេឮហោរានិយាយថា Yeshua កូនឯងត្រូវដឹងថាព្រះយេស៊ូវហើយដែលបកប្រែតាមក្រោយនេះប៉ុន្តែហោរាគាត់ប្រើនាមពីដើមនាមព្រះអង្គពិតប្រាកដគឺ Yeshua ហើយតាមពិតនាមមិនត្រូវបកប្រែទេបើកូនឯងឈ្មោះតារាទៅប្រទេសណាក៏តារាដែរមិនមែនទៅឯណាស្អីផ្សេងទេអាមែនអញ្ចឹង Yeshua មានន័យថាសង្គ្រោះអាម៉ាស៊ីយ៉ាមានន័យថាអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងអញ្ចឹងហេតុអីមកដល់ពេលនេះគេប្រើព្រះយេស៊ូវគ្រីស្ទដោយសារភាសាក្រិកភាសាឡាតេងជាភាសាមួយដែលគេនិយមជំនាន់ទីក្រុងរ៉ូមចក្រភពរ៉ូមហើយភាសានោះក៏ល្បីទៅអញ្ចឹងក្នុងឆ្នាំ1611ដែល King James Bible ចេញណាព្រះគម្ពីរ King James ចេញគឺគេយកនាមJesus Christ ញ៉េអញ្ចឹងគេយកនាម Jesus Christ ព្រះយេស៊ូវគ្រីស្ទប៉ុន្តែពីដើមអត់ទេអញ្ចឹងគេយកភាសាល្បីហ្នឹងភាសាឡាតេងភាសាក្រិកហ្នឹងហើយគេបកប្រែយោងទៅតាមមនុស្សភាគច្រើនគេចូលចិត្តអញ្ចឹងមិនព្រះយេស៊ូវគ្រីស្ទហ្នឹងគេប្រើប្រាស់រហូតដល់ថ្ងៃហ្នឹងJesus Christ ឬក៏ Jesus Christ ហ្នឹងអញ្ចឹងគេយកភាសាឡាតេងភាសាក្រិកភាសាដែលទំនើបភាសាដែលល្បីនៅចំនួននោះហើយគេយកមកប្រើប្រាស់រហូតដល់យើងសពថ្ងៃនេះកុំភ្លេចថាព្រះយេស៊ូវជាជនជាតិយូដាអញ្ចឹងក្នុងភាសាជនជាតិយូដាអត់មានព្រះយេស៊ូវទេមានតែ
Yeshua ហើយខ្មែរយើងថាជនជាតិយូដាពួកគេគេហៅ Yehoda ឃើញវាខុសគ្នាទេប៉ុន្តែយើងយល់មិនមែនអត់យល់សោះទេយើងយល់អាចកំបាំងហ្នឹងអញ្ចឹងដែលយើងប្រើនាមព្រះយេស៊ូវប្រើចោះប៉ុន្តែកុំឲ្យបដិសេធដែលគេប្រើនាម Yeshua កុំឲ្យថាគេខុសឆ្គងព្រោះគេប្រើប្រាស់នាមពិតប្រាកដហុចប៉ាអញ្ចឹងចង់បង្រៀនឲ្យកូនឯងប្រើនាមដ៏ត្រឹមត្រូវរៀននិយាយឲ្យបានច្បាស់ឲ្យបានត្រឹមត្រូវចឹងប៉ាសន្យាពីម្សិលមិញថាប៉ានឹងនិយាយពីរឿង Yeshua តើចេញពីណាមកព្រះគម្ពីរសញ្ញាថ្មីគឺគេមានចេតនាបំបត្តិនាមព្រះអង្គពិតប្រាកដបំបត្តិហោរារបស់ព្រះបំបត្តិនាម Yeshua គេមានបញ្ហាក្នុងការបកប្រែទី1ទី2ខាងកាតូលិកកុំភ្លេចថាយើងជាប្រូតេស្តង់នេះចេញពីកាតូលិកអ្នកដែលចេញពីកាតូលិកគេហៅថាប្រូតេស្តង់ដោយសារមានពាក្យបារាំងថាប្រូតេស្ទេប្រឆាំងទាស់ណាដោយគេសួរហោរានេះគេថាណែងនិកាយអីគេខ្ញុំអត់មាននិកាយទេណែងប្រូតេស្តង់ថាអត់ទេខ្ញុំជាអ្នកជឿព្រះយេស៊ូវដើរតាមព្រះយេស៊ូវធ្វើតាមព្រះបន្ទូលព្រះយេស៊ូវបើគេសួរថាណែងប្រូតេស្តង់ឬក៏និកាយអីដូចអត់មាននិកាយទេប៉ុន្តែក្រុមពួកខ្ញុំឈ្មោះថា Holy Spirit Generation ជំនាន់នៃព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងខាងប្រូតេស្តង់ដែលគេចេញពីកាតូលិកកុំភ្លេចថាកាតូលិកក្នុងឆ្នាំ313ក្រោមអំណាចកុងស្តង់ទីនណាកុងស្តង់ទីនគឺជាមេទ័ពដែលមានអំណាចនៅក្នុងចក្រភពរ៉ូមកុងស្តង់ទីននេះឯងចេញច្បាប់នៅទីក្រុងនីសេបង្កើតច្បាប់យកសាសនាគ្រិស្តជាសាសនារួបរวมជាសាសនាធំជាសាសនាជាតិជាសាសនាក្នុងចក្រភពរ៉ូមហើយសាសនាផ្សេងទៀតគឺប្រម៉ែប្រមូលមកក្នុងគេយកសាសនាកាតូលិកហ្នឹងជាសាសនាទូទៅជាសាសនាធំមួយក្នុងឆ្នាំ313ក្រោមអំណាចចក្រភពរ៉ូមក្រោមអំណាចមេដឹកនាំកុងស្តង់ទីនអញ្ចឹងកុងស្តង់ទីនក៏បង្កើតច្បាប់យកសាសនាគ្រិស្តជាសាសនាទី1ដើម្បីឲ្យស្រួលត្រួតត្រាហើយវិធីបុណ្យផ្សេងដូចប៉ានិយាយពីរឿង Easter ពីរឿង Noel ពីរឿង Christmas ហ្នឹងក៏ចេញពីហ្នឹងមកដែរអញ្ចឹងកុងស្តង់ទីនគាត់ក៏រៀបចំច្បាប់រៀបចំចក្រភពរ៉ូមហ្នឹងនគរហ្នឹងដើម្បីស្រួលត្រួតត្រាអញ្ចឹងបើព្រះគម្ពីរដូចគ្នាដែរគេគ្រប់គ្រងព្រះគម្ពីរដែររាល់ថ្ងៃនេះព្រះគម្ពីរប្រូតេស្តង់គឺនៅសល់66ក្បាលព្រះគម្ពីរកាតូលិក73អញ្ចឹងព្រះគម្ពីរដែលយើងកំពុងតែអាននេះមាន66ចេញពីណាមកចេញពីកាតូលិកអញ្ចឹងព្រះគម្ពីរប្រូតេស្តង់ចេញពីកាតូលិកគឺប្រកាសជាសល់នៅពាក្យថាយេស៊ូសឬក៏ Jesus Christ ព្រះយេស៊ូវគ្រីស្ទអញ្ចឹងក្នុងការបកប្រែគឺបកប្រែចេញពីព្រះគម្ពីរកាតូលិកហើយរាល់ថ្ងៃនេះព្រះគម្ពីរដែលបងប្អូនអានដែលបកប្រែថ្មីគឺជាព្រះគម្ពីរកាតូលិកណាដែលមានព្រះជាម្ចាស់ណាបូជាចាព្រឹត្តបូជាចាអីចឹងទៅណាគេលេងប្រើពាក្យហោរាហើយគេប្រើពាក្យដូចសក្ការីអីចឹងទៅគឺជាភាសារបស់កាតូលិកចឹងនាមព្រះយេស៊ូវឬក៏ Jesus គឺចេញពីកាតូលិកគេមានឆន្ទៈមួយមិនឲ្យយើងស្គាល់ Yeshua ទេ
ប្រតិទិនកាឡង់ទ្រីយេដែលយើងប្រើរាល់ថ្ងៃនេះចេញពីកាតូលិកគេហៅ Grégoire សម្ដេចប៉ាប់ Grégoire ណាមុនដំបូងសម្ដេចប៉ាប់ពិទីគេអនុញ្ញាតឲ្យសម្ដេចប៉ាប់ពិទីនឹងរៀបចំប្រតិទិនថ្មីហើយរៀបចំឲ្យខុសថ្ងៃខុសខែអញ្ចឹងទៅអញ្ចឹងខ្មាំងសត្រូវមានចេតនាដែលយើងប្រើប្រាស់ឆ្នាំ2025រាល់ថ្ងៃនេះគឺអត់ត្រូវទេប៉ុន្តែបានជាជ្រុលខុសហើយឲ្យយើងខុសរហូតអញ្ចឹងទៅចេញពីណាសង្ឃកាតូលិកព្រះគម្ពីរដែលយើងអានរាល់ថ្ងៃនេះកាតូលិកហើយជាពិសេសព្រះគម្ពីរដែលបកប្រែថ្មីមានព្រះជាម្ចាស់ហ្នឹងណាព្រះជាម្ចាស់ណាបូជាចាព្រឹទ្ធបូជាចាសក្ការីអីហ្នឹងគឺជាព្រះគម្ពីរកាតូលិកអញ្ចឹងគោលបំណងគេចង់ឲ្យពួកប្រូតេស្តង់ទាំងអស់ប្រើព្រះគម្ពីរតែមួយគឺប្រើព្រះគម្ពីរកាតូលិកអញ្ចឹងខាងប្រូតេស្តង់ខំធ្វើបដិវត្តចេញពីកាតូលិកមកដើម្បីឯករាជ្យដើម្បីឲ្យយល់ឥឡូវនេះខាងកាតូលិកប្រម៉ែប្រមូលត្រឡប់ទៅវិញដោយប្រើព្រះគម្ពីរកាតូលិកហើយដែលបងប្អូនអាននឹងអត់ដឹងថាជាព្រះគម្ពីរកាតូលិកទេស្មានតែព្រះគម្ពីរប្រូតេស្តង់ដែលគេធ្វើខួប100ឆ្នាំនៅកោះពេជ្រកាតូលិកដែលគេបោះពុំព្រះគម្ពីរដែលបកប្រែថ្មីគឺកាតូលិកបើសិនជាយើងយកព្រះគម្ពីរកាតូលិកមកដាក់ជាមួយព្រះគម្ពីរដែលបកប្រែថ្មីមើលទៅដូចគ្នាបេះដាក់បើសិនជាគេយកព្រះគម្ពីរបកប្រែចាស់មកដាក់ជាមួយនឹងព្រះគម្ពីរដែលបកប្រែថ្មីខុសគ្នាស្លាស់អញ្ចឹងយើងនិយាយនាម Yeshua ហេតុអីទៅជា Jesus Yeshua ហេតុអីទៅជាព្រះយេស៊ូវដោយសារភាសាក្រិកភាសាឡាតេងបកប្រែមកគឺអត់ទៅចំ Yeshua ទេអក្សរ Yo Yeshua វាអត់មានវាមានតែអក្សរ I Jesus ទៅជាខ្មែរយើងព្រះយេស៊ូវនឹងវាស្តៀងវិគៀកជាង Yeshua យើងមានអក្សរ Yo គេមានតែអក្សរ I Jesus ដល់ក្នុងឆ្នាំ1524មានអក្សរ J អក្សរ G ហ្នឹង J ហ្នឹងគឺ Jesus គឺ Giant Trisimo គាត់បានបែងចែកអក្សរ I និងអក្សរ J អញ្ចឹងมันមានពាក្យ Jesus ព្រះយេស៊ូវអញ្ចឹងនាម Jesus គឺជានាមដែលគេបង្កើតក្នុង500ឆ្នាំមុនហេតុអីគេបង្កើតពួកគេមានចេតនាបំបត្តិ Yeshua អញ្ចឹងគ្រាចុងក្រោយនេះព្រះអង្គអនុញ្ញាតឲ្យសេចក្តីពិតបានបើកសម្ដែងអ្នកដែលពេញជាព្រះវិញ្ញាណបានយល់អាចកំបាំងឲ្យស្គាល់នាមព្រះអង្គពីព្រោះព្រះអង្គមានព្រះបន្ទូលថាម៉េចថានៅគ្រាចុងក្រោយអស់អ្នកណាដែលអំពាវនាវនាមព្រះអង្គនឹងបានសង្គ្រោះពិតប្រាកដតើកូនឯងអំពាវនាវនាមមួយណា Yeshua នេះជាសេចក្តីពិតណាកូនប៉ាអញ្ចឹងប៉ាបង្រៀនឲ្យកូនឯងប្រើនាមឲ្យបានត្រឹមត្រូវទេបើកូនឯងនិយាយមិនបានរៀនថាស្គាល់ព្រះយេស៊ូវរៀនទៅអត់មានខុសទេប៉ុន្តែកូនព្រះអង្គដែលគាត់ប្រើនាមព្រះយេស៊ូវសូមកុំបដិសេធ Yeshua ពីព្រោះ Yeshua ជានាមព្រះអង្គពិតប្រាកដជាភាសាហេប្រឺកុំភ្លេចថាព្រះយេស៊ូវព្រះអង្គចេះនិយាយភាសាអារ៉ាមិកអារ៉ាប់ឬអារ៉ាមិកហើយភាសាហេប្រឺអញ្ចឹងនៅចំនួននោះអត់មានប្រើភាសាឡាតេងភាសាក្រិកអីទេអញ្ចឹងក្នុងការដែលនិពន្ធហើយកុំភ្លេចថាក្នុងដំណឹងល្អណាម៉ាថាយម៉ាកុសលូកាហ្នឹង
ចឹងម៉ាថាយមិនមែនសិសរសេរដំណឹងល្អម៉ាថាយទេគឺមានការនិពន្ធក្រោយឆ្នាំ70បន្ទាប់គ្រិស្តសករាជហើយយើងដឹងហើយថាព្រះគម្ពីរទាំងមូលគឺព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែងទេអាមែនអញ្ចឹងអត់បាត់បង់តាណាទេអាមែនក៏ប៉ុន្តែកាតូលិកមានចេតនាបំបត្តិហោរាកាតូលិកមានចេតនាបំបត្តិនាមយេស៊ូវហើយបន្សល់នៅ66ក្បាលហ្នឹងព្រះគម្ពីរកាតូលិកគេ73ហើយប៉ាសូមប្រាប់ថាព្រះគម្ពីរមិនមែន60តែ6ក្បាលហ្នឹងទេមានព្រះគម្ពីរច្រើនណាស់ដែលពួកកាតូលិកដកហូតចេញមិនឲ្យយើងស្គាល់ដោយព្រះគម្ពីរហេណុកព្រះគម្ពីរយ៉ាសឺចឹងពេលណាប៉ាបោះពុំប៉ាចែកចាយមានកូនសិស្សមួយចំនួនដាក់មេប្រូចគេថាហោរាបង្រៀនព្រះគម្ពីរដែលអត់មាននៅក្នុងគម្ពីរហើយប៉ាក៏និយាយថាមានព្រះគម្ពីរច្រើនណាស់ដែលអត់បានរក្សាទុកនៅក្នុងព្រះគម្ពីរ66ក្បាលហ្នឹងចឹងយ៉ាងណាមិញនាមព្រះយេស៊ូវនាមព្រះយេស៊ូវក៏គេមានចេតនាចង់បំភាន់ចង់បំបត្តិយើងដែរមិនឲ្យយើងយល់ដល់សេចក្តីពិតទេចឹងអស់អ្នកណាដែលពេញជាព្រះវិញ្ញាណគាត់ចាប់ផ្ដើមស្រេកឃ្លានគាត់ចាប់ផ្ដើមយល់សេចក្តីពិតទោះតែកូនព្រះអង្គស្រេកឃ្លានឲ្យស្រាវជ្រាវដែរចឹងបើខ្លួនឯងនៅលំនៅល្មមគ្រាន់តែហើយអើតាមតែគ្រូកងវិលខ្លួនឯងអត់មានចង់ចេះចង់ដឹងស៊ីជម្រៅពេលលោកគ្រូចែកចាយអត់ព្រមយកទៅស្រាវជ្រាវបន្ថែមអត់ព្រមអធិដ្ឋានចង់ចេះចង់ដឹងនោះខ្លួនឯងមិនរៀនដល់សេចក្តីពិតទេក៏មិនអាចយល់ដល់សេចក្តីពិតដែរអញ្ចឹងការដែលយើងចង់ឲ្យយល់ដល់សេចក្តីពិតលុះត្រាតែយើងទី1ពេញជាព្រះវិញ្ញាណទី2ឲ្យយើងស្រេកឃ្លានចង់ចេះចង់ដឹងផងពេលនោះព្រះវិញ្ញាណបរិសុទ្ធនឹងនាំយើងចូលទៅក្នុងសេចក្តីពិតទាំងអស់ដែលប្រើនាមព្រះយេស៊ូវឬក៏ Jesus មិនខុសទេអ្វីដែលខុសគឺបដិសេធ Yeshua ដែលជានាមព្រះអង្គពិតប្រាកដរីឯព្រះយេស៊ូវគ្រីស្ទជាភាសាដែលគេបង្កើតក្នុងអំឡុងឆ្នាំ1524ព្រះគម្ពីរទី1របស់ King James គឺ1611តាំងពីនឹងមកគេទទួលស្គាល់ Jesus Christ ព្រះយេស៊ូវគ្រីស្ទគ្រីស្ទនឹងមកពីពាក្យ Christos ឬក៏ Christus មានន័យថាអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងរីឯនាម Jesus អត់មានអត្ថន័យទេប៉ុន្តែនាម Yeshua មានន័យថាសង្គ្រោះអាមែនអញ្ចឹងមេរៀនថ្ងៃនេះវាស៊ីជម្រៅបន្តិចធ្វើឲ្យកូនព្រះអង្គមួយចំនួនអាចសពេចសពិលប៉ុន្តែប៉ាជឿថាដោយសារតែហោរាមានអំណោយទានក្នុងការនិយាយក្នុងការពន្យល់ដើម្បីគេទទួលស្គាល់រឿងហ្នឹងអញ្ចឹង Yeshua សំខាន់ណាស់គឺជានាមពិតប្រាកដជានាមដើមពិតប្រាកដរបស់ព្រះអង្គដែលយើងប្រើរាល់ថ្ងៃនេះព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាចាស់មិនដែលនិយាយពីព្រះយេស៊ូវទេគឺនិយាយ Yeshua ព្រះគម្ពីរសញ្ញាចាស់មិនដែលនិយាយពីព្រះគ្រីស្ទទេនិយាយពីអាម៉ាស៊ីយ៉ាព្រះគម្ពីរសញ្ញាចាស់មិនដែលប្រើនាមព្រះអង្គឲ្យចំទេគឺប្រើគុណនាម Yod He Vav He Elohim Adonai ពីព្រោះនាមព្រះអង្គមិនទាន់បានដំកើងឡើងដំកើងនៅពេលណានៅពេលដែលព្រះយេស៊ូវនឹងសុគតនៅលើឈើឆ្កាងហើយ3ថ្ងៃក្រោយព្រះអង្គមានបញ្ជូនរស់ឡើងវិញព្រះវរបិតាបានលើកនាមឲ្យលើកអស់ទាំងនាមនៅពេលដែលឮនាមព្រះយេស៊ូវគ្រប់ទាំងជង្គង់ត្រូវតែលុតចុះគឺនៅពេលដែលឮនាម Yeshua គ្រប់ទាំងជង្គង់ត្រូវលុតចុះនាមព្រះយេស៊ូវឬក៏នាម Yeshua ត្រូវបានបើកសម្ដែងទី1តាមរយៈទេវតា Gabriel ទៅនាង Mary នាងត្រូវថ្វាយនាមថា Yeshua បើខ្មែរយើងថានាមត្រូវថ្វាយនាមថាយេស៊ូវ
អញ្ចឹងបើសិនជាខ្លួនឯងកើតនៅក្នុងឆ្នាំ2000មុនក្នុងឆ្នាំអំឡុងដែលព្រះយេស៊ូវចាប់កំណើតណាក្នុងឆ្នាំទី4នេះអញ្ចឹងទៅហើយបើខ្លួនឯងទៅយេរូសាឡិមបេក្លេហឹមខ្លួនឯងទៅសួរនៅទីនេះមានព្រះយេស៊ូវទេមានម្នាក់ឈ្មោះយេស៊ូវទេគេថាអត់ស្គាល់ទេចុះព្រះមេស៊ីនាមព្រះអង្គគឺ Yeshua មិនមែនយេស៊ូមិនមែន Jesus មិនមែនអ៊ីយេស៊ូសអញ្ចឹងខ្លួនឯងចាប់ផ្ដើមយល់ហើយថា Yeshua ជានាមព្រះអង្គពិតប្រាកដហើយនាមJésus Christ ឬក៏ Jesus Christ ឬក៏ព្រះយេស៊ូវគ្រីស្ទជានាមដែលគេបង្កើតក្រោយមកទេត្រូវហ៊ានទទួលស្គាល់សេចក្តីពិតមួយហ្នឹងអញ្ចឹងបើសិនជាយើងជឿលើ Jesus ឬក៏ព្រះយេស៊ូវគ្រីស្ទសូមមេត្តាកុំបដិសេធ Yeshua សុំតែប៉ុណ្្នឹងឯងគេថា Yeshua អត់មានទៅសេនៅក្នុងព្រះគម្ពីរមែនពីព្រោះព្រះគម្ពីរសញ្ញាថ្មីគឺបកប្រែដោយអ៊ីតាលីបកប្រែដោយក្រិកដោយឡាតេងភាសាឡាតេងអញ្ចឹងគេមិនអាចទៅសេ Yeshua ឲ្យបានពេញលេញគេមិនអាចសរសេរតាមសំឡេង Yeshua Amashia ហើយណាមួយទៀតកាតូលិកគេមានចេតនាបំបត្តិផងកាតូលិកគេមានចេតនាបង្វែងដានផងអញ្ចឹងព្រះគម្ពីរដែលគេសរសេររាល់ថ្ងៃនេះគឺសរសេរផ្គាប់ចិត្តខ្លួនគេហើយបំវែងដានមិនឲ្យយើងស្គាល់សេចក្តីពិតទេប្រវត្តិសាស្ត្រកាតូលិកគឺជូរចត់ហ្នឹងគឺសាហាវខូខើធ្វើឲ្យមនុស្សអ្នកជឿព្រះទីមួយគេហាម5មិនឲ្យអានព្រះគម្ពីរហ្នឹងកាតូលិកតាណាអានគេដុតទាំងរស់ហ្នឹងហើយកាតូលិកហើយចំនួនកុងស្តង់ទីនមើលការខុសត្រូវគេហៅអ្នកប្រាជ្ញមកគេដកហូតព្រះគម្ពីរមួយចំនួនចេញអញ្ចឹងគេឲ្យយើងអានអ្វីដែលគេចង់ឲ្យយើងអានទេក្រៅពីហ្នឹងគេបំបត្តិហើយអរគុណព្រះអង្គដែលព្រះបន្ទូលព្រះអង្គមិនសាបសូន្យទេអញ្ចឹងអស់អ្នកណាដែលពេញជាព្រះវិញ្ញាណស្រេកឃ្លានចង់ចេះចង់ដឹងនឹងរកសេចក្តីពិតឃើញយើងមើលសាវកព្រះអង្គមាន12លូកានៅក្នុងនឹងទេប៉ុន្តែមានព្រះគម្ពីរឈ្មោះលូកាម៉ាថាយម៉ាកុសលូកាយូហានអញ្ចឹងលូកាមិនមែនជាសាវកទាំង12ទេជាសាវកក្រោយទេចុះសាវកណាយើងឃើញម៉ាថាយម៉ាកុសយូហាន3 9ទៀតនៅណាបាត់ថូលីមេនៅឯណាឧទាហរណ៍ម៉ារីម៉ាដាលេនហើយអ្នកដែលអត់ជឿទាល់តែប៉ះស្នាមរបួសព្រះអង្គថូម៉ាស់នៅឯណាដំណឹងល្អតាមយូដាសអេសការីយ៉ុតយូដាសដំណឹងល្អតាមយូដាសនៅឯណាអញ្ចឹងមានសៀវភៅច្រើនណាស់ដែលគេដកហូតចេញពីព្រះគម្ពីរគេចង់ឲ្យយើងអានរបស់ដែលគេចង់ឲ្យយើងអានគេចង់ឲ្យយើងប្រើនាមព្រះអង្គដែលគេចង់ឲ្យយើងប្រើគឺព្រះយេស៊ូវគ្រីស្ទហ្នឹងប៉ុន្តែនាមព្រះអង្គគឺ Yeshua ច្បាស់ណាស់ប៉ុន្តែគេថាអត់ទេប្រើនាមព្រះយេស៊ូវទៅហើយយើងរាល់ថ្ងៃនេះតាំងពី1611តាមKing James Bible នឹងមកយើងប្រើនាមព្រះយេស៊ូវគ្រីស្ទ Jesus Christ ហើយពួកប្រូតេស្តង់ដែលចេញពីកាតូលិកមកគឺគេអត់មានអីទេគេមានព្រះគម្ពីរកាតូលិកហ្នឹងឯងក្រោយមកទៀតក៏គេធ្វើដូរដោះអីចឹងទៅអញ្ចឹងមិនប៉ានិយាយថាបើខ្លួនឯងអានព្រះគម្ពីរ66ក្បាលកុំស្មានថាព្រះពីរសុខ66ក្បាលហ្នឹងគឺពេញលេញព្រះអង្គមិនមែន66ក្បាលទេគឺព្រះអង្គរកកន្លែងបើសិនជាសរសេរឬក៏និពន្ធណាសូម្បីតែផែនដីទាំងមូលក៏មិនអស់ដែរអញ្ចឹងដំណឹងល្អទាំង4ហើយលូកាអត់នៅក្នុងនឹងទេណា
បែរជាមានដំណឹងល្អតាមរយៈលូកាអញ្ចឹងយើងត្រូវបើកបេះដូងបើកចិត្តបន្តិចថាព្រះបន្ទូលព្រះគម្ពីរមានច្រើនណាស់មិនមែន66ក្បាលតែប៉ុណ្ណោះទេអញ្ចឹងនៅពេលកូនឯងទទួលព្រះវិញ្ញាណបរិសុទ្ធកូនឯងយល់ឲ្យទូលំទូលាយជាងនឹងបើកចិត្តអញ្ចឹងអាចកំបាំងកូនឯងនឹងយល់ឲ្យភ្លឺច្បាស់ដូចជានាមព្រះយេស៊ូវហើយនឹងយេស៊ូវអញ្ចឹងពេលប៉ាអានព្រះគម្ពីរសញ្ញាចាស់ប៉ាបង្រៀនកូនប៉ាអញ្ចឹងនៅពេលដែលគាត់ឃើញថាព្រះយេហូវ៉ាប៉ាប្រាប់ថាដាក់នាមយេស៊ូវទៅប៉ាបង្រៀនអញ្ចឹងយេស៊ូវដើម្បីអីដើម្បីឲ្យរត់មាត់ដើម្បីឲ្យយើងស្គាល់នាមព្រះអង្គគឺយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅពេលកូនឯងឃើញថាព្រះយេស៊ូវប៉ាប្រាប់ថាម៉េចដាក់ថាយេស៊ូវទៅដើម្បីអីដើម្បីយើងរៀនឲ្យស្គាល់នាមព្រះអង្គពិតប្រាកដប៉ុន្តែនៅពេលដែលកូនឯងទៅផ្សាយដំណឹងល្អដោយសារតែគេអត់មិនទាន់ចេះកូនឯងប្រើនាមព្រះយេស៊ូវសិនទៅដល់ពេលដែលកូននឹងគាត់ចាស់ទុំល្មមអាចទទួលស្គាល់បានបង្រៀនគាត់ឲ្យស្គាល់យេស៊ូវណាជាអង្គតែមួយទេព្រះយេស៊ូវយេស៊ូវជាអង្គតែមួយទេប៉ុន្តែជានាមដែលយើងត្រូវដឹងពិតប្រាកដអាមែនសូមរំលឹកបន្តិចបើកូនព្រះអង្គជាអ្នកដឹកនាំជាគ្រូគង្វាលសូមមេត្តាឲ្យមានប្រេងតាំងពិតប្រាកដជាគ្រូគង្វាលមានសំណួរលើកសួរស្ដីអំពីការចាត់ចែងដង្វាយនៅក្នុងព្រះវិហារតើធ្វើយ៉ាងម៉េចឲ្យត្រូវព្រោះកាលនោះប៉ាចែកចាយតាក់ទងរឿងដង្វាយហើយក៏មានសំណួរកើតឡើងថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យដង្វាយរបស់ព្រះបានប្រើប្រាស់នៅក្នុងព្រះវិហារដោយឥតខុសបំណងផាទីនៃព្រះអញ្ចឹងថាតាក់ទងអីរឿងយេស៊ូវចាំមកផ្លែនៅពេលដែលយើងជាគ្រូគង្វាលអញ្ចឹងយើងគួរតែពេញជាព្រះវិញ្ញាណបរិសុទ្ធហើយព្រះវិញ្ញាណបរិសុទ្ធណែនាំឲ្យយើងធ្វើត្រូវដើរត្រូវអញ្ចឹងប្រកាសជាយើងស្គាល់ពាក្យថាយេស៊ូវអញ្ចឹងបើសិនជាយើងមិនស្គាល់នាមព្រះអង្គពិតប្រាកដផងតើយើងជាគ្រូគង្វាលយ៉ាងម៉េចយើងទៅបង្រៀនគេយ៉ាងម៉េចបើយើងអត់ស្គាល់នាមព្រះអង្គផងហ្នឹងដោយលោកម៉ូសេបាននិយាយទៅកាន់ព្រះអង្គថាព្រះអង្គបានប្រាប់ឲ្យខ្ញុំទៅរំដោះជនជាតិអ៊ីស្រាអែលពីអេស៊ីបហើយខ្ញុំមិនទាំងស្គាល់ព្រះអង្គផងហើយខ្ញុំទៅប្រាប់ជនជាតិអ៊ីស្រាអែលថាយ៉ាងម៉េចតើនាមព្រះអង្គនឹងនាមអ្វីព្រះអង្គថាអញជាព្រះដ៏ជាព្រះទៅប្រាប់គេអញ្ចឹងទៅហើយទៅប្រាប់គេថាអញជាព្រះនៃអាប់រ៉ាហាមព្រះអ៊ីសាកព្រះយ៉ាកុបទៅប្រាប់គេអញ្ចឹងទៅអញ្ចឹងលោកម៉ូសេប្រកាសជាទៅប្រាប់គេអញ្ចឹងមែនក៏ប៉ុន្តែនៅចំនួនព្រះវិញ្ញាណបរិសុទ្ធនេះដែលខ្លួនឯងជាពេញជាព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងខ្លួនឯងត្រូវតែច្បាស់ស្គាល់ច្បាស់ថាព្រះអង្គគឺយេស៊ូវអញ្ចឹងដល់ពេលកូនព្រះអង្គដែលមានប្រេងតាំងពិតប្រាកដជាអ្នកដឹកនាំពិតប្រាកដជាគ្រូគង្វាលពិតប្រាកដយ៉ាងហោចណាស់ក៏ស្គាល់នាមព្រះអង្គដែរយើងមិនអាចទៅបង្រៀនគេពីព្រះយេស៊ូវឬក៏ពីព្រះយេស៊ូវដែលអត់ស្គាល់នាមដូចថ្ងៃមិញនេះគេមកថាគេចង់ស្គាល់ព្រះអង្គគេបានធ្វើបុណ្យជាមួយទឹក5នាក់6នាក់អញ្ចឹងយើងនិយាយអំពីព្រះយេស៊ូវឲ្យគេស្គាល់យ៉ាងហោចណាស់យើងត្រូវចេះនិយាយអញ្ចឹងអ្នកដែលគេជឿថ្មីគេស្គាល់ព្រះយេស៊ូវប៉ុន្តែគ្រូគង្វាលអ្នកដឹកនាំត្រូវស្គាល់នាមព្រះអង្គថាយេស៊ូវ
ហើយរឿងមួយទៀតត្រូវចេះចាត់ចែងដងវាយនៅក្នុងពួកជំនុំបើសិនជាយើងជាគ្រូកងវិលអត់ស្គាល់នាមព្រះដែលយើងថ្វាយបង្គំអត់ចេះចាត់ចែងដងវាយដែលនៅក្នុងព្រះវិហារយើងត្រូវគិតម្ដងទៀតថាប្រហែលជាខ្ញុំមិនមែនគ្រូកងវិលទេពីព្រោះគ្រូកងវិលមានប្រេងតាំងមានព្រះវិញ្ញាណបរិសុទ្ធចេះចាត់ចែងរបស់ទាំងអស់ហ្នឹងដោយមិនចាំបាច់ដើរសួរគេអញ្ចឹងបើសិនជាយើងគ្រូកងវិលហើយយើងដើរសួរគេថាខ្ញុំធ្វើយ៉ាងម៉េចដងវាយហ្នឹងធ្វើម៉េចឲ្យចែកចាយឲ្យបានត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវកុំឲ្យខុសពីបំណងផាតីនៃព្រះអញ្ចឹងមានន័យថាយើងមិនទាន់ជាគ្រូកងវិលទេគ្រាន់តែរឿងសាមញ្ញបំផុតដែលចែកដងវាយប្រើប្រាស់ដងវាយយើងអត់ចេះផងយើងទៅសួរគេទៀតអញ្ចឹងគឺបសបញ្ជាក់ថាយើងមិនទាន់មានប្រេងតាំងជាគ្រូកងវិលទេយ៉ាងណាមិញយើងទៅបង្រៀនពីព្រះមួយដែលយើងអត់ស្គាល់ឈ្មោះយ៉ាងម៉េចដោយលោកម៉ូសេថាព្រះអង្គឲ្យខ្ញុំទៅប្រាប់គេយ៉ាងម៉េចព្រះអង្គថាទៅប្រាប់គេទៅថាអញព្រះដ៏ជាព្រះនៃអាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបទៅប្រាប់គេចឹងទៅអញ្ចឹងគ្រូកងវិលគួរតែដឹងថាព្រះអង្គនាមយេស៊ូវគួរតែដឹងចេះចាត់ចែងដងវាយនៅក្នុងពួកជំនុំអញ្ចឹងក្នុងព្រះវិហារក្នុងពួកជំនុំមានគ្រូកងវិលមួយមើលការខុសត្រូវហ្នឹងមានគ្រូកងវិលពីរទេក្នុងក្រុមគ្រួសារមានក្បាលមួយគឺជាប្តីគឺជាមនុស្សប្រុសក្នុងព្រះវិហារគឺមានមនុស្សប្រុសគ្រូកងវិលហើយជាអ្នកចាត់ចែងទាំងដងវាយទាំងអីទាំងអស់ហើយបើមានអ្នកចាត់ចែងដល់តែ2នាក់3នាក់ប្រកាសជាបែកបាក់គ្នាដោយសាររឿងលុយដងវាយនឹងហើយអញ្ចឹងមើលខ្លួនឯងម្ដងទៀតព្រោះមានសំណួរដែលលើកសួរហើយប៉ាធ្វើមេរៀននេះដើម្បីជាចម្លើយអញ្ចឹងបើសិនជាយើងអត់ទាន់ចេះចែកចាយដងវាយអញ្ចឹងប្រហែលជាយើងមិនទាន់មានប្រេងតាំងជាគ្រូកងវិលទេបើយើងអត់យល់អញ្ចឹងប្រហែលជាយើងអត់ទាន់មានប្រេងតាំងជាគ្រូកងវិលទេហើយបើក្នុងព្រះវិហារក្នុងពួកជំនុំមានអ្នកចាត់ចែង2 3នាក់ឆ្លោះគ្នារឿងលុយកាក់គួរណាស់តែបែកគ្នាទៅចែកការងារធ្វើទៅយើងឃើញនៅចំនួនអាប់រ៉ាហាំគាត់អត់មានកូនទេអញ្ចឹងគាត់យកឡុតជាកូនគាត់ណាឡុតជាក្មួយអញ្ចឹងគាត់ហៅឡុតជាកូនប៉ុន្តែបន្ទាប់មកពេលណាធ្វើដំណើរពីតំបន់មួយពីស្រុកមួយទៅស្រុកមួយអញ្ចឹងប្រជាពលរដ្ឋក៏ច្រើនជាមនឹងក៏វាកើតកូនច្រើនពពែសัตว์អីហ្នឹងអញ្ចឹងមានពេលមួយអ្នកកងវិលជាមអ្នកកងវិលសัตว์ហ្នឹងវាទាស់ទែងគ្នាអ្នកកងវិលរបស់ឡុតដែលជាក្មួយហ្នឹងជាកូនហ្នឹងហើយអ្នកកងវិលរបស់អាប់រ៉ាហាំទាស់ទែងគ្នានៅជាមួយគ្នាអត់កើតអាប់រ៉ាហាំក៏ហៅឡុតមកនិយាយថាឡុតកូនអញ្ចឹងចេះទៅយើងបែកផ្លូវគ្នាទៅបើកូនឯងទៅខាងឆ្វេងអញទៅខាងស្ដាំបើឯងថារើសខាងស្ដាំអញទៅខាងឆ្វេងអញ្ចឹងកូនឯងរើសមុនទៅអញ្ចឹងនៅពេលដែលឆ្លោះទាស់ទែងគ្នានៅក្នុងពួកជំនុំដូចគ្នាដែរត្រូវបែងចែកត្រូវរើសអញ្ចឹងកុំឲ្យព្រះវិហារនឹងបែកគ្នាដោយសាររឿងដងវាយត្រូវរើសម្នាក់គ្រប់គ្រងហើយអ្នកដែលគ្រប់គ្រងនឹងគឺគ្រប់គ្រងពួកជំនុំគឺគ្រូកងវិលមិនអាចអ្នកផ្សេងទេឧទាហរណ៍ថាគ្រូកងវិលចង់បើកលុយហើយទៅបើកជាមួយមនុស្សម្នាក់ហើយមនុស្សម្នាក់នឹងកាន់ខាងអរញ្ញវត្ថុហ្នឹងមិនព្រមបើកលុយឲ្យធ្វើការអត់ចេញរាំងស្ទះឧទាហរណ៍ហ្នឹងខ្ញុំខ្វះលុយចាក់សាំងគ្រូកងវិលទៅយកលុយពីខាងអ្នកកាន់ខាងអរញ្ញវត្ថុហើយខាងខ្ញុំអស់សាំងហើយខ្ញុំចង់បើក$50ចាក់សាំងឡានហើយខាងអ្នកខាងអរញ្ញវត្ថុថាអេលោកគ្រូឯងចាយច្រើនម៉េចខែហ្នឹងទៅជាគេរឿងគេហៅថាទាស់ទែងគ្នាអញ្ចឹងក្នុងពួកជំនុំមានក្បាល
ព្រះវរបិតាជាសេរសារបស់ព្រះយេស៊ូវព្រះយេស៊ូវជាសេរសារបស់បុរសជាក្បាលនៃប្រពន្ធអញ្ចឹងដូចគ្នាពួកជំនុំព្រះយេស៊ូវជាសេរសារបស់ពួកជំនុំហើយក្នុងពួកជំនុំនឹងមានគ្រូកង្វៀលមួយដែលកាន់កាប់អញ្ចឹងគាត់អ្នកចាត់ចែងទាំងអស់គាត់យកលុយទៅហូបចុកគាត់យកលុយទៅផ្ទះសំណាក់គាត់យកលុយទៅចាក់សាំងគាត់យកលុយទៅប្រើប្រាស់គឺអាស្រ័យទៅលើគាត់ជាគ្រូកង្វៀលអត់មានអ្នកផ្សេងទេជាការពិតរាល់ថ្ងៃនេះពួកជំនុំគេមានអីខាងអរញ្ញវត្ថុគេមានខាងគេហៅចែកការងារគ្នាធ្វើអញ្ចឹងมันមានទាស់ទែងគ្នាព្រះវិហារខ្លះមានគ្រូកង្វៀល2 3ចែកលុយគ្នាមិនស្មើក៏បែកបាក់គ្នាដោយសារអញ្ចឹងអាចបើសិនជាមានបញ្ហារឿងហ្នឹងចែកផ្លូវគ្នាដើរចែកផ្លូវគ្នាធ្វើការដូចបាណាបាសហើយនឹងប៉ូលអញ្ចឹងបាណាបាសថាខ្ញុំយកម៉ាកុសទៅជាមួយប៉ូលថាអត់ទេម្នាក់នឹងរត់ចោលយើងម្ដងហើយខ្ញុំអត់យកទេអញ្ចឹងសិតតអ្នកពេញជាព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយគ្នាអត់កើតអញ្ចឹងបាណាបាសទៅជាមួយយូហានម៉ាកុសរីឯប៉ូលទៅជាមួយស៊ីឡាអញ្ចឹងចែកការងារគ្នាធ្វើអត់ត្រូវមានក្បាលឆ្លោះគ្នាទាស់ទែងគ្នាទេអញ្ចឹងបើសិនជាខ្លួនឯងមានប្រេងតាំងជាគ្រូកង្វៀលខ្លួនឯងត្រូវស្គាល់នាមព្រះអង្គយេស៊ូវត្រូវចេះបង្រៀនហើយត្រូវចេះគ្រប់គ្រងពួកជំនុំគ្រប់គ្រងដងវាយប្រើប្រាស់ដងវាយហើយបើខ្លួនឯងដើរសួរគេខ្លួនឯងមិនមែនជាគ្រូកង្វៀលទេក៏មិនមែនជាអ្នកដឹកនាំអីដែរអញ្ចឹងផ្សាយដំណឹងល្អទៅកុំចង់គ្រប់គ្រងពួកជំនុំអីដើរតួជាអ្នកផ្សាយដំណឹងល្អទៅភូមិនេះផ្សាយដំណឹងល្អទៅភូមិនោះផ្សាយដំណឹងល្អទៅកន្លែងនេះផ្សាយដំណឹងល្អនិយាយពីព្រះយេស៊ូវគ្រូកង្វៀលគឺខ្វៀលមើលថែដោយព្រះអង្គមានព្រះបន្ទូលទៅកាន់ពេត្រុសកូនយូណាសអើយស្រឡាញ់ខ្ញុំដែរឬអីពេត្រុសថាស្រឡាញ់ហើយព្រះអង្គថាឲ្យចំណីកូនជាមខ្ញុំផងអញ្ចឹងមានថាផ្ដល់ព្រះបន្ទូលនឹងហើយគេហៅថាអ្នកកង្វៀលមើលថែពេលគេឈឺអធិដ្ឋានឲ្យពេលមានអារក្សចូលអធិដ្ឋានឲ្យវាចេញផ្ដល់អីព្រះបន្ទូលចែកចាយព្រះបន្ទូលមើលថែពួកជំនុំទៀងទាត់នឹងហៅថាមានប្រេងតាំងជាគ្រូកង្វៀលហើយគ្រូកង្វៀលប្រកាសណាស់ត្រូវតែស្គាល់នាមព្រះអង្គបើយើងមិនស្គាល់យេស៊ូវផងហើយយើងទៅប្រាប់ព្រះយើងឲ្យគេស្គាល់យ៉ាងម៉េចយើងទៅផ្សាយដំណឹងល្អយ៉ាងម៉េចបើយើងអត់ស្គាល់យេស៊ូវអញ្ចឹងមានគ្រូកង្វៀលខ្លះក៏អត់ស្គាល់យេស៊ូវទេគាត់ស្គាល់តែព្រះយេស៊ូវអញ្ចឹងគាត់ទាស់ជាមួយអ្នកដែលគេប្រើនាមយេស៊ូវហើយចឹងសួរថាយើងខ្វៀលកូនជាមយ៉ាងម៉េចបើយើងអត់ស្គាល់នាមព្រះយើងទៅបង្រៀនគេយ៉ាងម៉េចបើយើងអត់ស្គាល់នាមព្រះអង្គឲ្យពិតប្រាកដអត់ទាន់ចេះបែងចែកហើយចេះតែចង្អុលតែគេខុសថាលោកគ្រូនឹងនិយាយយេស៊ូវគ្មាននៅក្នុងព្រះគម្ពីរយើងផងនិយាយពីរឿងក្រៅព្រះគម្ពីរចឹងលោកគ្រូនឹងចេះចែកខុសវាទៅជាអញ្ចឹងហើយឋានៈគាត់ជាគ្រូកង្វៀលឧទាហរណ៍ហើយគាត់ប្រើពាក្យហ្នឹងមិនត្រូវអញ្ចឹងគ្រូកង្វៀលត្រូវតែពេញជាព្រះវិញ្ញាណគ្រូកង្វៀលត្រូវតែដឹកនាំដោយព្រះវិញ្ញាណគ្រូកង្វៀលព្រះវិញ្ញាណតម្រង់ហើយរៀនសូត្រជាមួយនឹងព្រះអង្គអញ្ចឹងបើសិនជាខ្លួនឯងជាគ្រូកង្វៀលខ្លួនឯងតាំងខ្លួនឯងជាគ្រូកង្វៀលហើយខ្លួនឯងដើរសួរគេរបៀបត្រួតត្រាលើព្រះវិហារបើខ្លួនឯងដើរសួរគេរបៀបចាយវាយលុយកាក់ដងវាយក្នុងព្រះវិហារអញ្ចឹងខ្លួនឯងអត់ទាន់មានប្រេងតាំងជាគ្រូកង្វៀលទេបើខ្លួនឯងអត់ស្គាល់ថាយេស៊ូវជានាមរបស់ព្រះអង្គហើយខ្លួនឯងចេះតែធ្វើហើយប៉ាប្រាប់ណាសប្តាហ៍ដែលប៉ាចែកចាយនៅខាងបាត់ដំបង
កុំឲ្យមនុស្សតាំងយើងទុកឲ្យព្រះតាំងយើងវិញកុំឲ្យមនុស្សតាំងយើងធ្វើជាគ្រូទុកឲ្យព្រះតាំងយើងកុំឲ្យមនុស្សតាំងយើងធ្វើជាឪពុកឋានវិញ្ញាណឲ្យព្រះតាំងយើងជាឪពុកឋានវិញ្ញាណអញ្ចឹងដល់ពេលដែលយើងលើកខ្លួនយើងជាគ្រូគង្វាលជាអ្នកដឹកនាំមានទាំងសញ្ញាបត្រហើយយើងអត់ស្គាល់នាមព្រះយេស៊ូវអត់ស្គាល់នាមព្រះយេស៊ូវអត់ទាន់ចេះចែកចាយដង្វាយអត់ទាន់ចេះត្រួតត្រាលើវិញ្ញាណម៉ាម៉ុនណាវិញ្ញាណទ្រព្យសម្បត្តិប្រហែលជាយើងអត់ទាន់ជាអ្នកគ្រូគង្វាលទេប្រហែលជាយើងលើកបន្តុកខ្លួនឯងលើកតាំងខ្លួនឯងសំណួរមួយទៀតគេសួរថាតើយើងត្រូវចាយដង្វាយយ៉ាងម៉េចអញ្ចឹងបើសិនជាខ្លួនឯងសួរទៅគ្រូគង្វាលគាត់ចាយមិនចាយទៅឬគាត់ទេថ្លៃទឹកថ្លៃភ្លើងថ្លៃម្ហូបថ្លៃធ្វើដំណើរថ្លៃផ្ទះសំណាក់ថ្លៃសាំងថ្លៃឡានខូចជួសជុលម៉ូតូគឺគាត់អ្នកមើលការខុសត្រូវទាំងអស់ហ្នឹងតាអញ្ចឹងបើខ្លួនឯងអត់ទាន់ចេះចែកចាយអត់ទាន់ចេះចាយវាអត់ទាន់ចេះគនត្រូលប្រហែលជាខ្លួនឯងអត់ទាន់ចេះគ្រប់គ្រងថាវិការដង្វាយអញ្ចឹងខ្លួនឯងមិនទាន់បានត្រៀមខ្លួនជាគ្រូគង្វាលទេពីព្រោះគ្រូគង្វាលគឺឆ្លងផុតទាំងអស់នឹងហើយគឺគិតតែរឿងផ្ដល់ចំណីអាហារដល់កូនជាមេថាមួយថ្ងៃខំប្រឹងសង្វាតព្រះបន្ទូលរៀបចំព្រះបន្ទូលអធិដ្ឋានឲ្យបងប្អូនដែលគេឈឺណែកូនជៀមដែលវាឈឺវាថ្លោះវាអីណាមើលថែហ្វូងជៀមហ្នឹងហើយគេហៅថាគ្រូគង្វាលហើយប្រហែលអាទិត្យមុនប៉ានិយាយពីគ្រូគង្វាលខ្ជិលគ្រូគង្វាលអាក្រក់ខ្វៀលតែខ្លួនឯងកេងចំណេញតែពីជៀមប្រងនឹងដកហូតកូនជៀមនឹងចេញផ្ដល់ឲ្យអ្នកគង្វាលថ្មីមិនឲ្យឱកាសគង្វាលคล้ายនឹងស៊ីលើកូនជៀមនឹងទៀតទេប្រងដកហូតហើយព្រះអង្គមានព្រះបន្ទូលថាវេទនាដល់ពួកគង្វាលដែលខ្វៀលតែខ្លួនឯងណាមេរៀនតាក់ទងគ្នាអាមែនចឹងមេរៀននៅថ្ងៃនេះយេស៊ូវគឺនាមព្រះអង្គពិតប្រាកដអាម៉ាស៊ីអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវគឺជានាមដែលបង្កើតឡើង500ឆ្នាំមុនទេថា600ឆ្នាំចុះព្រោះក្នុងឆ្នាំ1524ព្រះយេស៊ូវគ្រីស្ទមានន័យថាអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងជាភាសាឡាតេងជាភាសាក្រិក Christos ឬក៏ Christus អ្នកដែលព្រះអង្គបានចាក់ប្រេងតាំងអញ្ចឹងគេបំបត្តិ Yeshua HaMashiach ឲ្យយើងស្គាល់ថាព្រះយេស៊ូវគ្រីស្ទទៅវិញ Jesus Christ ហើយសូមនិយាយមួយទៀតពាក្យថា Christian គឺមកពីពាក្យ Christos មកពីពាក្យ Christ ហើយនៅទីក្រុងអន្តិយ៉ូកជាទីក្រុងដំបូងដែលគេប្រើនាមថា Christian Christus នៅពេលដែលឃើញអ្នកដែលជឿព្រះយេស៊ូវថ្វាយបង្គំពួកអ្នកដែលមិនជឿហ្នឹងគេរិះគន់គេហៅថាមើលពួកគ្រីស្ទានអញ្ចឹងភាសាគ្រីស្ទានជាភាសាអសរោះមិនត្រឹមត្រូវជាភាសាបន្ទាបបន្ថោកប៉ាមិននិយាយឲ្យចំនៅទីនេះទេក្រែងលោកគេថាប៉ានឹងខុសឆ្គងទៀតអញ្ចឹងប៉ាមិនបកស្រាយឲ្យស៊ីជម្រៅទេហើយដែលកូនព្រះអង្គប្រើពាក្យថាគ្រីស្ទានគឺមកពីពាក្យ Christos មកពីពាក្យព្រះគ្រីស្ទហើយពាក្យហ្នឹងគឺគេបង្កើតមកក្រោយទេប៉ានិយាយឲ្យ500ឆ្នាំ600ឆ្នាំនេះទេហើយនៅទីក្រុងអន្តិយ៉ូកគឺជាពាក្យដែលអ្នកមិនជឿតាំងឲ្យអ្នកជឿនឹងថ្វាយបង្គំហ្នឹងគេចង្អុលថាមើលពួកអ្នកគ្រីស្ទានគឺជាពាក្យអសរោះទេគឺជាពាក្យមិនត្រឹមត្រូវទេគឺជាពាក្យដែលបន្ទាបបន្ថោកអ្នកដែលថ្វាយបង្គំព្រះយេស៊ូវប៉ុន្តែរាល់ថ្ងៃនេះคล้ายជាពាក្យមួយដែលគេប្រើទូទៅ
ដែលគេអត់យល់យមនីដើមដូចខ្មែរយើងនិយាយថាពួកអ្នកចូលយេស៊ូនៅប្រទេសអាមេរិកគេហៅថាអូពួកឆើចនៅល្អនៅត្រឹមត្រូវទេណាដូចអ្នកចូលយេស៊ូអញ្ចឹងពាក្យហ្នឹងនៅត្រឹមត្រូវទេណាប៉ុន្តែភាសាគ្រីស្ទាននៅចំនួននោះគឺជាពាក្យមើងងាយបន្ទាបបន្ថោកមនុស្សដែលកំពុងតែថ្វាយបង្គំព្រះយេស៊ូវកំពុងតែអធិដ្ឋានកំពុងតែច្រៀងគឺជាពាក្យមើលងាយគេហៅថាគ្រីស្ទានប៉ាមិនវេកញែកឲ្យចំទេវាអសរោះអញ្ចឹងភាសាដែលកូនព្រះអង្គប្រើប្រាស់ហើយកូនព្រះអង្គអត់យល់យមន័យហ្នឹងហើយចេះតែចោតប្រកាន់គេខ្លាំងខ្លាយដោយសារយើងរៀនអត់ដល់ឬក៏យើងយល់មិនដល់អញ្ចឹងសូមកូនព្រះអង្គបើកចិត្តបើកបេះដូងក្នុងការទទួលស្គាល់ Yeshua HaMashiach ផងបើកូនឯងប្រើនាមព្រះយេស៊ូវឬក៏ Jesus ឬក៏ Jesus ឬក៏ Jesus សូមកុំបដិសេធ Yeshua HaMashiach អញ្ចឹងប៉ាបង្រៀនតាំងពីនៅកាណាដាឲ្យប្រើប្រាស់ភាសាឲ្យពិតឲ្យត្រូវឲ្យត្រង់នឹងឯងព្រោះយើងរស់នៅចំនួនព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងឲ្យយើងចូលទៅក្នុងសេចក្តីពិតអញ្ចឹងនៅពេលណាដែលយើងស្គាល់សេចក្តីពិតយើងត្រូវបង្រៀនសេចក្តីពិតហើយហោរានេះបានទទួលប្រេងតាំងព្រះគម្ពីរមាសព្រះបន្ទូលពិតត្រូវតែចែកចាយអ្នកណាដែលមិនទទួលឲ្យទៅប៉ុន្តែហោរាមានតួនាទីមួយចែករំលែកអ្នកណាមិនទទួលស្គាល់ក៏ហីទៅអត់អីទេអញ្ចឹងមេរៀននេះសម្រាប់កូនហោរាអ្នកដែលចង់ចេះចង់ដឹងស៊ីជម្រៅព្រះបន្ទូលរបស់ព្រះអង្គសង្ឃឹមថាមេរៀននេះនឹងដកជាប់នៅក្នុងចិត្តហើយយល់ច្បាស់ពី Yeshua HaMashiach អាមែន Holy Spirit Generation ជំនាន់នៃព្រះវិញ្ញាណបរិសុទ្ធសូមប្រងប្រទានពរបន្ថែមហើយបន្ថែមទៀតក្នុងព្រះនាមព្រះ Yeshua HaMashiach អាមែនអាមែនអាមែនសូមប្រងប្រទានពរទាំងអស់គ្នា Hallelujah អញ្ចឹងបើកូនព្រះអង្គមានចម្ងល់មានសំណួរមានការបន្ទើសង្ស័យឯណាមួយអាចផ្ញើសារមកប៉ានឹងរៀបចំមេរៀនដើម្បីឆ្លើយតបអាមែនសូមប្រងប្រទានពរក្នុងព្រះនាមព្រះ Yeshua HaMashiach អាមែនអាមែនអាមែនព្រះអង្គទានពរបាយបាយ